បាទសួស្តីទាំងគ្នាថ្ងៃនេះមានរឿងរ៉ាវមួយទៀតដែរដែលបងស្រីគាត់បានបញ្ជាក់ប្រាប់ដែរគាត់ថាគាត់បានយកឪពុកក្មេករបស់គាត់ហ្នឹងយកធ្វើជាប្តីតែមិនមែនយកធ្វើជាប្តីហ្នឹងក្នុងអំឡុងដែលប្តីរបស់គាត់នៅណានៅពេលដែលប្តីរបស់គាត់លាចាកចេញទៅបានគាត់ហ្នឹងយកឪពុកហើយក្មេករបស់គាត់ហ្នឹងធ្វើជាប្តីទាំងអញ្ចឹងឥឡូវយើងមកចូលសេចរឿងតិចទៅចាំមើលមានរឿងហេតុការណ៍ខ្លះបងដាគាត់បានបញ្ជាក់ដែរគាត់ជាមួយនឹងប្តីរបស់គាត់ជួបគ្នានៅក្នុងអំឡុងការងារគាត់ថាពេលនោះគឺគាត់បានធ្វើការនៅក្នុងក្រុមហ៊ុនមួយដែរតែក្រុមហ៊ុនមួយហ្នឹងគឺជាក្រុមហ៊ុនឯកជនប្តីរបស់គាត់ក៏ធ្វើការនៅទីនោះដែរប៉ុន្តែផ្នែកខុសគ្នាប៉ុន្តែផ្នែកខុសគ្នាក៏ពិតមែនប៉ុន្តែវាមានតំណែងតំណងជាមួយនឹងគ្នាវាមានតំណែងជាមួយនឹងគ្នាណាដូចបងដាអញ្ចឹងគាត់នៅខាងក្នុងដូចថាគាត់ធ្វើការឧទាហរណ៍ការងារហើយធនាគារចោះបងដាគាត់ជាអ្នកធ្វើការនៅខាងក្នុងអញ្ចឹងទៅហើយអ្នកទទួលលុយអ្នកអីចឹងណាហើយប្តីរបស់គាត់ហ្នឹងគឺជា CEO ដែលដើរនៅខាងក្រៅអញ្ចឹងនៅពេលដែលពួកគាត់នេះឯនេះគឺជួបគ្នាប្រស្រ័យតាក់ទងគ្នាអីចឹងទៅលេងសើចជាមួយនឹងគ្នាហើយណាមួយនៅក្នុងចង្កោមការងារហ្នឹងក៏អត់បានទៅណាដែរនៅវល់នៅហ្នឹងគាត់ថាពេលហ្នឹងគឺចេះតែចំអន់គ្នាលេងណាមួយម៉ាត់ជាពីរម៉ាត់មួយម៉ាត់ជាពីរម៉ាត់ទៅនៅពេលដែលដល់សៅរ៍អាទិត្យទៅក៏បបួលគ្នាដើរលេងប៉ុន្តែមិនមែនដើរលេងតែគាត់ទេថាលេងជាមួយនឹងគ្នាសឹងទាំងអស់គ្នាណាចេះតែដើរលេងចឹងទៅដែលពេលនោះដែរប្តីរបស់គាត់មិនបានទៅចាប់អារម្មណ៍ជាមួយនឹងគាត់ភ្លាមទេតែទៅចាប់អារម្មណ៍ជាមួយនឹងពួកម៉ាក់របស់គាត់ហើយគាត់ក៏មិនបានចាប់អារម្មណ៍ជាមួយនឹងប្តីរបស់គាត់ភ្លាមដូចគ្នាប៉ុន្តែគាត់ថាពេលនោះប្តីរបស់គាត់បានលួចស្រឡាញ់ពួកម៉ាក់របស់គាត់លួចស្រឡាញ់ខ្លាំងមែនតើឲ្យគាត់នឹងជួយធ្វើជាមេនដើកគាត់ថាពេលនោះគឺគាត់អត់ព្រមទេគាត់អត់ចង់ធ្វើជាមេនដើកទេព្រោះគាត់ថាបើសិនជាធ្វើមេនដើកច្បាស់ណាស់ថ្ងៃណាមួយគេនឹងស្ងោមេនដើកគ្រប់ហើយអានេះការនិយាយលេងរបស់គាត់ណាប៉ុន្តែគាត់នៅតែជួយអញ្ចឹងប៉ុន្តែការជួយរបស់គាត់ហ្នឹងគឺมันអាចទៅរួចទេដោយសារពួកម៉ាក់ស្រីរបស់គាត់ហ្នឹងគឺគេមានសង្សារគេរួចស្រេចបាត់ហើយហ្នឹងព្រោះពួកម៉ាក់របស់គាត់ដែលដីរបស់គាត់លួចស្រឡាញ់ហ្នឹងគឺគេមកពីក្រុងនៅពេលដែលគេមកពីក្រុងមកធ្វើនៅសាខាហ្នឹងគាត់ថាពេលហ្នឹងគឺมันបានប្រហែលទេណាមួយគេហ្នឹងមកតែខ្លួនក៏ពិតមែនប៉ុន្តែចិត្តរបស់គេគឺនៅក្រុងសង្សាររបស់គេរាល់សៅរ៍អាទិត្យឬក៏អីហ្នឹងគឺតែងតែមកលេងឬក៏ពួកម៉ាក់របស់គាត់ហ្នឹងត្រឡប់ទៅក្រុងវិញចឹងទៅអានេះជាជីវិតដែលមុននឹងជួបប្តីរបស់គាត់ថាពេលនោះគឺបែបហ្នឹងឯងគាត់បានប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងទៅប្តីរបស់គាត់ដំបូងឡើយប្តីរបស់គាត់អត់ជឿទេព្យាយាមរាក់តាក់ព្យាយាមយកចិត្តគេដោយទិញរបស់របរណាដូចរបស់ហូបរបស់ចុកអីចឹងទៅមានម្ជូរមានកាហ្វេមានអីចឹងទៅព្យាយាមយកចិត្តគេមែនថែនអ្វីដែលប្តីរបស់គាត់ទទួលបានមកវិញគឺភាពខកចិត្តតែគេគាត់បានសារភាពទៅពូម៉ាក់របស់គាត់ណាថាស្រឡាញ់អីចឹងទៅប៉ុន្តែជាក់ស្ដែងពូម៉ាក់របស់គាត់តបមកវិញទាំងដែលចម្លើយដែលខកចិត្តមកប្តីរបស់គាត់ពេលនោះប្តីរបស់គាត់ពិបាកចិត្តមែនតើក៏បបួលគាត់ហ្នឹងទៅអង្គុយហូបអីជុំគ្នាឬក៏អង្គុយទៅជិះគ្នាលេងទៅព្រោះពេលកលៈទេសៈមួយហ្នឹងគាត់ថាពេលហ្នឹងប្តីរបស់គាត់អត់ដឹងគិតឃើញអីទេក៏ហៅគាត់ទៅអង្គុយលេងរបៀបទៅអង្គុយនិយាយដើម្បីឲ្យស្រស់ស្រាយចិត្តណាអញ្ចឹងគាត់ហ្នឹងក៏ទៅអង្គុយលេងជាមួយនឹងប្តីរបស់គាត់ទៅនៅពេលដែលគាត់អង្គុយលេងគាត់ថាពេលហ្នឹងអាចនិយាយបានថាគាត់បានត្រឹមតែអង្គុយមើលមុខដែលបញ្ជាក់ពីភាពស្ងោតស្ងាត់របស់ប្តីរបស់គាត់ណាខ្ញុំនិយាយប្តីព្រោះខ្ញុំអត់ចង់និយាយឈ្មោះខ្ញុំនិយាយប្តីគាត់យកតែម្ដងទៅព្រោះកំឡុងពេលនោះគឺគាត់មិនមែនជាប្តីទេគាត់ថាពេលនោះគឺបានត្រឹមតែអង្គុយមើលមុខទេទោះជាគាត់ខំលួងយ៉ាងណាក៏ប្តីរបស់គាត់នៅតែដូចថាដាក់ចិត្តស្រឡាញ់ម្នាក់ហ្នឹងហើយណាជាយាមស្រឡាញ់តែការស្រឡាញ់របស់គាត់ហ្នឹងគឺស្រឡាញ់តែម្នាក់ឯងស្រឡាញ់តែម្នាក់ឯងទេគាត់ក៏ព្យាយាមប្រាប់តាមតំណែងតំណងទៅថាយើងស្រឡាញ់តែម្នាក់ឯងទេទោះជាយើងខំប្រឹងយ៉ាងណាក៏ដោយឥឡូវហ្នឹងគឺគេមានគូរួចស្រេចហើយទោះជាយើងខំប្រឹងក៏នៅតែមិនបានដែរហើយបើយើងបបាចិត្តក៏វាមិននឹកបានឯមកគាត់ថាពេលហ្នឹងក៏អង្គុយទៅជែកគ្នាលេងទៅផុតពីអាទិត្យហ្នឹងគាត់ថាថ្ងៃអាទិត្យក្រោយគឺបបួលគាត់ទៅអង្គុយនិយាយលេងទៀតហើយគាត់ហ្នឹងក៏ចេះតែទៅ
គាត់ថាពេលហ្នឹងគឺតំណែងតំណងរបស់ពួកគាត់ហ្នឹងក៏វាចាប់ផ្ដើមល្អប្រសើរប្តីរបស់គាត់ហ្នឹងក៏ចាប់ផ្ដើមរីករាយឡើងវិញដូចថាធ្វើចិត្តបានណាចាប់ផ្ដើមរីករាយឡើងវិញព្រោះហើយគាត់នៅចិត្តនឹងដែរអញ្ចឹងអាចរំសាយចិត្តបានអីចឹងទៅពេលហ្នឹងពួកគាត់ជាមួយនឹងហើយពួកម៉ាក់ស្រីរបស់គាត់ហ្នឹងតេតងគ្នាធម្មតាអត់ជាបញ្ហាទេហើយក្រោយៗមកទៀតគាត់ថាពេលហ្នឹងការវិវត្តតេតងជាមួយនឹងប្តីរបស់គាត់ហ្នឹងវាចាប់ផ្ដើមចម្រើនជាងពេលហ្នឹងប្តីរបស់គាត់ហ្នឹងក៏បបួលគាត់ហ្នឹងទៅលេងនៅភ្នំតាម៉ៅអីចឹងទៅដូចថាទៅកំសាន្តថ្ងៃសៅរ៍ថ្ងៃអាទិត្យណាហើយគាត់ក៏ទៅតាមនិយាយមិនគឺអត់ប្រខែកទេដំបូងឡើយគាត់អត់ចាប់អារម្មណ៍ប្រហែលទេអត់ចាប់អារម្មណ៍ទៅលើប្តីរបស់គាត់ទេណាពេលគេបបួលចឹងទៅគាត់គិតថាគេនៅតែពិបាកចិត្តអញ្ចឹងគាត់ហ្នឹងក៏ព្យាយាមទៅតាមទៅដើម្បីលួងលោមឲ្យបំភ្លេចម្នាក់ហ្នឹងអីចឹងណាអញ្ចឹងគាត់ថាពេលហ្នឹងគាត់ចិត្តទៅម្ដងជាពីរដងទៅលេងនេះទៅលេងនោះគាត់ថាពេលហ្នឹងថ្ងៃមួយប្តីរបស់គាត់ហ្នឹងបានហាមហត់ឬក៏សារភាពស្នេហ៍ហ្នឹងជាមួយនឹងគាត់ថាពេលហ្នឹងគឺគាត់ស្ដាប់ដូចមិនច្បាស់ព្រោះប្តីរបស់គាត់ពេលនោះរបៀបសារភាពអៀនណាអញ្ចឹងពេលដែលនិយាយមកគឺគាត់ស្ដាប់អត់បានទេនៅពេលដែលស្ដាប់អត់បានគាត់ថាពេលហ្នឹងគាត់ក៏ព្យាយាមសួរបញ្ជាក់ទៅប្តីរបស់គាត់ម្ដងជាពីរដងចុងក្រោយប្តីរបស់គាត់បញ្ជាក់ថាគាត់ស្រឡាញ់អីចឹងទៅនៅពេលដែលពួកម៉ាខ្លាយទៅជាមនុស្សដែលសារភាពមកស្រឡាញ់បែបហ្នឹងគាត់ថាពេលហ្នឹងគឺគាត់ពិបាកទៅយល់វាមែនតើប៉ុន្តែគាត់ក៏មិនបានទៅគិតទៅច្រើនដែរព្រោះមករយៈចុងក្រោយនេះគាត់ថាគាត់ចាប់ផ្ដើមមានចិត្តទៅលើប្តីរបស់គាត់ទីម្ដងហើយចុងក្រោយគាត់ហ្នឹងក៏ប្រាប់ទៅប្តីរបស់គាត់ថាយើងសាកសែបគប់គ្នាលើមើលទៅបើសិនជាសែបគប់ទៅឃើញថាអាចរស់នៅជាមួយនឹងគ្នាបានចាំយើងរៀបការជាមួយនឹងគ្នានៅពេលដែលឮគាត់និយាយបែបភ្លាមប្តីរបស់គាត់សប្បាយចិត្តមែនតើទំនាក់ទំនងរបស់គាត់ក៏ចាប់ផ្ដើមចម្រើនរហូតដល់ពួកគាត់ទាំងឈានទៅដល់ចាស់ទុំជួបមុខគ្នាគាត់ថាពេលហ្នឹងចាប់ផ្ដើមភ្ជាប់ពាក្យណាចាប់ផ្ដើមជួបពាក្យនៅពេលដែលភ្ជាប់ពាក្យអ្នកដែលប្តីរបស់គាត់ស្រឡាញ់មិនទាន់បានភ្ជាប់ពាក្យទេគេនៅតែសែបគប់ធម្មតាអញ្ចឹងទៅប៉ុន្តែបានរយៈក្រោយមកគាត់ឮថាម្នាក់ស្រីហ្នឹងក៏ត្រូវរបៀបថាត្រូវបែកផ្លូវគ្នាជាមួយនឹងសង្សារណាហើយគេក៏បដូរពីសាខារបស់គាត់ហ្នឹងត្រឡប់ទៅក្រុងវិញទៅអញ្ចឹងគាត់ថាពេលហ្នឹងពួកគាត់ហ្នឹងក៏ធម្មតារហូតដល់ពួកគាត់ហ្នឹងដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍គាត់ថាពេលនោះគឺគាត់មិននឹកស្មានទេខ្សែគប់គ្នាមិនបានប្រហែលទេដូចអ្វីដែលគាត់គិតចឹងឥឡូវហ្នឹងគឺគាត់ត្រូវបានកូនដើកស្ងោមេដើកខូបហើយគឺគាត់คล้ายទៅជាប្រពន្ធរបស់គេបាត់ហើយអញ្ចឹងគាត់ថាពេលហ្នឹងក៏គាត់សប្បាយចិត្តដែរហើយបញ្ជាក់មួយដែរប្តីរបស់គាត់គឺជាកូនតូលដែលនៅក្នុងគ្រួសាររបស់ប្តីរបស់គាត់ហ្នឹងគឺមានតែឪពុកជាមួយនឹងកូនទេឪពុកក្មេករបស់គាត់និងប្តីរបស់គាត់ហ្នឹងឯងអញ្ចឹងនៅពេលដែលការរួចគឺគាត់ត្រូវទៅនៅខាងប្តីរបស់គាត់អត់អាចនៅខាងនេះបានទេថាតាមពិតត្រូវមកនៅខាងបងដាទេតែបងដាគាត់ថាបើសិនជាមកនៅជាមួយនឹងគាត់ឪពុកបងប្តីរបស់គាត់ហ្នឹងគឺនៅតែម្នាក់ឯងទេម៉ងតែម្នាក់ឯងបើយើងមើលពីជីវភាពបងហើយប្តីរបស់គាត់ធូរធារមានផ្ទះមានសម្បែងអីត្រឹមត្រូវនិយាយមួយម៉ាត់ថាផ្ទះគេធំគួរសមដែរបងអីចិត្តអីចឹងណាប៉ុន្តែគាត់ថាឪពុករបស់គាត់ហ្នឹងអត់ព្រមយកគ្រួសារថ្មីសោះដោយបងដែលប្តីរបស់គាត់ហ្នឹងតែងតែប្រាប់ឲ្យគាត់យកមែនតែប៉ុន្តែអត់យកដូចជាមិនស្រឡាញ់អ្នកណាម្នាក់សោះពេលហ្នឹងគាត់ក៏ធម្មតាការរួចគាត់ក៏ទៅនៅខាងប្តីរបស់គាត់ចឹងទៅបើយើងនិយាយពីឪពុកក្មេករបស់គាត់វិញអាចនិយាយបានថាមនុស្សដែលគាត់ហត់អីភាគច្រើនអ្នករស់ស៊ីផងគាត់រស់ស៊ីរកអីផងដូចតែគប់ជេរដីអីចឹងទៅហើយបើយើងនិយាយពីរូបរាងរបស់ឪពុកក្មេករបស់គាត់ហ្នឹងអាចនិយាយបានថាអាយុ30អីសុំដូរសុំចាញ់បងប្អូនសុំចាញ់រូបរាងគឺគួតស្អាតហ្មងដែលគាត់ជាអ្នកដើរខាងក្រៅអាយុបងឪពុកក្មេករបស់គាត់ហ្នឹងចូល50ជាងទៅហើយប៉ុន្តែបើរូបរាងវិញក្មេងសុំខ្មាស់ហ្មងសុំបីតែគាត់ជួបឪពុកក្មេករបស់គាត់ដំបូងក៏គាត់គិតថាជាបងរបស់ប្តីរបស់គាត់ដែរមើលតែប្តីរបស់គាត់អាចនិយាយបានថាវាចូលវ័យជាងចាស់ជាងឪពុកគាត់ទៅទៀត
ចឹងគាត់ថាពេលហ្នឹងគាត់ក៏ការទៅនោះទៀតដំបូងឡើយគាត់គាត់ថាការចូលទៅក្នុងក្រុមគ្រួសាររបស់ប្តីគាត់ហ្នឹងប្រហែលជាពិបាកឲ្យមកទៅហ៎ព្រោះគាត់ត្រូវបំរើឬក៏នេះជាមួយនឹងឪពុកក្មេងណាគាត់គិតថាឪពុកក្មេងមិនសូវជាហើយស្រឡាញ់គាត់ឬក៏អីចឹងទៅពិបាករស់នៅប៉ុន្តែជាក់ស្ដែងនៅពេលដែលគាត់ការចូលទៅក្នុងក្រុមគ្រួសាររបស់ប្តីរបស់គាត់ឬក៏ទៅនៅក្នុងក្រុមគ្រួសាររបស់ប្តីគាត់ហ្នឹងបានគាត់ដឹងថាឪពុកក្មេងរបស់គាត់ណាស្រឡាញ់គាត់មែនតើគាត់ថាពេលដែលគាត់សម្រាលបានកូនមួយនេះពេលហ្នឹងប្តីរបស់គាត់ជាប់រវល់នឹងការងារផងដោយសារប្តីពេលហ្នឹងប្តីរបស់គាត់ចាប់ដើមឡើងតំណែងបដានៅពេលដែលខ្សែគប់គ្នារៀងនេះបន្តិចទៅប្តីរបស់គាត់ចាប់ដើមឡើងតំណែងតិចណារហូតដល់រវល់មែនតើនៅពេលដែលរវល់បែបហ្នឹងគាត់ថាពេលហ្នឹងកូនទី1គឺបានឪពុកក្មេករបស់គាត់ទេដែលជាអ្នកបំរើសពគ្រប់អស់ហើយសូម្បីតែបោកកៅអៅបោកអីកូនតូចហ្នឹងក៏ឪពុករបស់គាត់ជាអ្នកបោកដែរទាំងដែលឪពុករបស់គាត់ជាអ្នកធ្វើការឬក៏អ្នករកស៊ីម្នាក់ដែរណាប៉ុន្តែនៅពេលដែលសល់ពេលទំនេរគឺឪពុកក្មេកគឺជួយគាត់ពេញដៃហ្មងហើយបើយើងនិយាយពីមហោបអាហារនៅពេលដែលគាត់សម្រាលរៀងគាត់អត់បានទៅនៅខាងម្ដាយរបស់គាត់ទេដែលឪពុករបស់គាត់ប្រាប់ថាមិនបាច់ទៅនៅខាងម្ដាយទេនៅជាមួយនឹងគាត់ហើយចាំគាត់ជាអ្នកដោះស្រាយធ្វើឲ្យគាត់ថាពេលហ្នឹងឪពុកក្មេករបស់គាត់ដូចជាម្ដាយក្មេកអញ្ចឹងសពគ្រប់ហ្មងមិនអារបៀបថាគេនិយាយថាមេតាដៃ1000ដៃ10000អីចឹងណាឬក៏ម្ដាយ100អីចឹងតោះប៉ុន្តែឪពុកក្មេករបស់គាត់នេះគឺជាបៃតាដៃ100ទៅវិញចេះសពចេះគ្រប់ទាំងដែលរកស៊ីក៏បានបោកកៅអៅលាងចានធ្វើអីមិនសពមហូបអីហ្នឹងគឺអត់ប្របាកទេគាត់ថាពេលហ្នឹងគាត់ឃើញអារបៀបល្អរបស់ពុកក្មេកវាសឹងតែលឹះលុកជាមួយនឹងប្តីរបស់គាត់ទៅទៀតប្តីរបស់គាត់អត់បានមកចំណិតឪពុកក្មេកទេគឺបំរើគាត់មកសពមកគ្រប់ហ្មងព្រោះពេលនោះគឺគាត់សម្រាលបានកូនចឹងអត់មានអាចធ្វើអីបានទេកូនខ្ចីហងគាត់នៅចឹងទៅហើយមិនមែនថាឪពុករបស់គាត់ហ្នឹងមើលថែសពរហូតទេម្ដាយរបស់គាត់ហ្នឹងក៏ឡើងមកមើលម្ដងម្កាលដែរអញ្ចឹងឡើងមកមើលនៅផ្ទះហ្នឹងម្ដងម្កាលហើយមើលបានតែមកប្រើទៅក៏ត្រឡប់ទៅផ្ទះវិញទៅមើលការខុសត្រូវនៅផ្ទះនោះទៅពេលហ្នឹងឪពុករបស់គាត់ហ្នឹងប្រាប់ថាមិនបាច់ទេប្រឡងអញមិនបាច់មកទេចាំខ្ញុំជាអ្នកមើលចាត់ចែងឲ្យអត់អីទេកុំពិបាកគាត់ថាពេលហ្នឹងគឺល្អមែនតើហើយរាល់ល្ងាចប្តីរបស់គាត់ត្រឡប់មកវិញគឺមានបាយសពគ្រប់ហើយគាត់ថាពេលហ្នឹងក៏ធម្មតាទៅរហូតដល់កូនរបស់គាត់រៀងត្រឹមបន្តិចឪពុករបស់គាត់ហ្នឹងឲ្យគាត់ហ្នឹងត្រឡប់ទៅធ្វើការវិញទៅឆាមគាត់ហ្នឹងជាអ្នកមើលថែកូនទូចហ្នឹងតែឪពុកមេរបស់គាត់គាត់ថាមិនបាច់ទៅនេះឪពុកប្រហែលជាសម្រាប់ពីការដើររកស៊ីបន្តិចសិនតើមកជួយមើលអូននេះចឹងទៅព្រោះគាត់ថាគាត់របៀបថាឯកាយូរមកហើយនៅពេលដែលឯកានៅពេលដែលបានចៅមកគាត់ស្រឡាញ់មែនតើអញ្ចឹងគាត់យកចិត្តទុកដាក់ជាមួយនឹងកូនរបស់គាត់ណាអញ្ចឹងគាត់ក៏ត្រឡប់ទៅធ្វើការធម្មតាអញ្ចឹងទៅប៉ុន្តែបានប្រហែលជាមួយឆ្នាំក្រោយទៀតហ្នឹងគាត់ក៏ចាប់ផ្ដើមមានកូនមួយទៀតនៅពេលដែលមានកូនមួយទៀតគាត់ថាពេលហ្នឹងក៏សម្រាកនៅផ្ទះហ្នឹងដូចដើមអញ្ចឹងឪពុករបស់គាត់មើលទាំងគាត់ផងមើលទាំងកូនរបស់គាត់ផងនិយាយមួយម៉ាត់គឺពិបាកដល់ឪពុករបស់គាត់មែនតើហើយប្តីរបស់គាត់ក៏ឆ្លៀតមកដែរថ្ងៃត្រង់អីឆ្លៀតមកអីចឹងទៅប៉ុន្តែគាត់ថាប្តីរបស់គាត់នៅពេលដែលឡើងតំណែងទៅរៀងរវល់បន្តិចដូចថាពេលខ្លះក៏ចូលទៅខេត្តនេះខេត្តនោះចឹងទៅមើលខាខុសត្រូវអីចឹងទៅបែបហ្នឹងឯងគាត់ថាពេលហ្នឹងបានប្រហែលជា5ខែតែគាត់នៅក្នុងផ្ទះហ្នឹងណាគាត់អត់បានត្រឡប់ទៅធ្វើការវិញទេព្រោះឥឡូវហ្នឹងគឺទៅអត់កើតព្រោះអត់មានអ្នកមើលទេបើសិនជាឲ្យឪពុករបស់គាត់មើលទាំងអស់វាអត់កើតព្រោះមួយឆ្នាំមួយបងប្អូនមួយឆ្នាំមួយហើយដល់ពេលឲ្យឪពុកមើលទាំងអស់មើលមិនកើតអានេះទូចផងអានេះក៏នៅទូចអញ្ចឹងពិបាកមែនតើចុងក្រោយគាត់សម្រេចចិត្តតែគាត់នឹងសម្រាប់ពីការងារអត់អាចធ្វើការងារបន្តបានទេណាបើសិនជាគាត់នៅតែធ្វើការងារបន្តអត់មានអ្នកណាមើលកូនទេងាកទៅម្ដាយរបស់គាត់នោះវិញគឺនៅជាប់ចៅពី3នាក់នោះអញ្ចឹងពិបាកមែនតើក៏គាត់នឹងសម្រាប់នៅផ្ទះទៅហើយទោះជាគាត់នៅសម្រាប់នៅផ្ទះក៏ដោយការងារចក្រានជើងឆ្នាំងនឹងឪពុកក្មេករបស់គាត់អត់ឲ្យទៅប៉ះទេអត់ឲ្យប៉ះណាគឺឪពុកក្មេករបស់គាត់ចាត់ចែងទាំងអស់ហ្មងអ្វីដែលគាត់ធ្លាប់ឃើញឪពុកក្មេករបស់គាត់ស្លៀកពាក់ស្អាតបានដើរចេញទៅក្រៅបែរទៅជាស្លៀកពាក់ធម្មតានៅចក្រានជើងឆ្នាំងទៅវិញកម្របានចេញទៅខាងក្រៅណាតតាថ្ងៃសៅរ៍ថ្ងៃអាទិត្យបានពួកគាត់សម្រាប់អញ្ចឹងទៅបានគាត់នឹងចេញទៅខាងក្រៅដើរលេងអញ្ចឹងទៅ
គាត់ថាពេលនោះគឺបែបហ្នឹងឯងការរស់នៅជាមួយនឹងឪពុកមេឃរបស់គាត់ហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃមានភាពល្អកល្អឿនជាមួយនឹងគ្នាមែនតើរបៀបល្អកល្អឿនជាឪពុកមេឃកូនប្រសាណាគឺបែបហ្នឹងឯងគាត់ថាពេលខ្លះគាត់មានអារម្មណ៍ថាឪពុកមេឃរបស់គាត់ហ្នឹងដូចជាប្តីរបស់គាត់ទៅវិញមិនមែនជាប្តីរបស់គាត់ទេជាមិនមែនប្តីរបស់គាត់ដែលការហ្នឹងគឺជាប្តីរបស់គាត់ទេបែរទៅជាគិតនៃឪពុកដែលនៅប្រចាំការជាមួយនឹងគាត់ដូចជាប្តីរបស់គាត់ទៅវិញហើយគាត់ថាយូរទៅគាត់ចាប់ផ្ដើមប្រៀបធៀបជាមួយនឹងឪពុកក្មេកជាមួយនឹងប្តីរបស់គាត់គាត់ថាពេលដែលគាត់នៅជាមួយនឹងប្តីរបស់គាត់អារម្មណ៍របស់គាត់វាអត់សូវមានទេអារម្មណ៍អត់សូវល្អប្រហែលទេប៉ុន្តែនៅពេលដែលគាត់នៅជាមួយនឹងឪពុកក្មេកគាត់មានអារម្មណ៍ល្អទៅវិញគាត់អត់ដឹងថាវាយ៉ាងម៉េចទេតែអារម្មណ៍មួយហ្នឹងមិនមែនជាអារម្មណ៍មួយដែលគិតថាគឺជាឪពុកក្មេកទេណាគាត់គិតទៅផ្សេងគិតបែបទៅផ្សេងប៉ុន្តែគាត់ថាពេលហ្នឹងគឺគាត់ច្បល់អត់ដឹងថាគាត់នឹងគិតទៅផ្សេងហ្នឹងតាមរបៀបណាទេគិតតែជាប្តីឬក៏គិតទៅជាអីតែអារម្មណ៍របស់គាត់នៅពេលដែលគាត់នៅជាមួយនឹងឪពុកក្មេកបែរទៅជាល្អជាងនៅជាមួយនឹងប្តីរបស់គាត់ទៅវិញអញ្ចឹងគាត់ថាពេលហ្នឹងក៏ធម្មតាទៅហើយមួយរយៈក្រោយមកគាត់ថាពេលហ្នឹងប្តីរបស់គាត់ចេះតែចុះខែនថ្ងៃមួយគាត់ហ្នឹងក៏បានទទួលទូរស័ព្ទមួយតែទូរស័ព្ទមួយហ្នឹងគឺជាទូរស័ព្ទរបស់ប្តីរបស់គាត់ណានៅពេលដែលគាត់លើកអ្នកដែលនិយាយហ្នឹងមិនមែនជាប្តីរបស់គាត់ទេពួកគាត់អាចចាំសម្លេងបានពេលហ្នឹងសួរគាត់ថានឹងគឺជាប្រពន្ធម្ចាស់ទូរស័ព្ទមែនគាត់ក៏តបថាហ្នឹងហើយខ្ញុំគឺជាប្រពន្ធរបស់ម្ចាស់ទូរស័ព្ទអ្វីដែលគាត់បានទទួលត្រឡប់មកវិញម្នាក់ហ្នឹងបានប្រាប់ថាប្តីបងអូនឯងត្រូវបានស្លាប់បាត់ហើយគាត់នៅលើបែបហ្នឹងភ្លាមគាត់ថាពេលហ្នឹងគឺគាត់ភាំងមកបន្តិចហើយគាត់ហ្នឹងក៏តបវិញថាបងឯងនិយាយលេងហីបងឯងនិយាយលេងហីពេលហ្នឹងអ្នកដែលទេមកហ្នឹងក៏នៅតែនិយាយដែរថាបងនិយាយលេងធ្វើម៉េចបងឯងគេហ្នឹងជាទូរស័ព្ទរបស់ប្តីហីហើយហ្នឹងគេសេវថាជាប្រពន្ធអីចឹងទៅម្នាក់ដែលទេមកហ្នឹងម្នាក់ដែលទេមកហ្នឹងគឺនៅតែបច្ចៈដដែលប្តីរបស់គាត់ស្លាប់ប្តីរបស់គាត់ស្លាប់ចឹងទៅគាត់ថាពេលហ្នឹងស្របពេលដែលឪពុករបស់គាត់ក៏នៅចិត្តនឹងដែរគាត់ក៏ងាកទៅប្រាប់ឪពុករបស់គាត់ថាបងសាលស្លាប់បាត់ហើយពុកគាត់នៅលឺបែបហ្នឹងភ្លាមឪពុកក្មេករបស់គាត់ទុនជង្គង់យកតែម្ដងទុនជង្គង់គាត់ថាពេលហ្នឹងគឺគាត់យំអោបឪពុកក្មេករបស់គាត់ឪពុកក្មេករបស់គាត់ក៏អោបគាត់ថាពេលហ្នឹងគឺគាត់អត់ដឹងថាត្រូវធ្វើម៉េចពិតអាកូនតូចហ្នឹងក៏នៅតែកូនតូចទូចពេលហ្នឹងគឺគាត់ប្របាក់មែនតើចុងក្រោយឪពុករបស់គាត់ហ្នឹងគឺទៅយកសពរបស់ប្តីគាត់ថាពេលដែលយកមកដល់ផ្ទះគាត់ថាពេលហ្នឹងប្តីរបស់គាត់ត្រូវបានឡានបុកឡើងខ្ទេចបាត់ហ្មងខ្ទេចវល់ហ្មងគាត់ថាពេលហ្នឹងសឹងតែទទួលយកមិនបានព្រោះមនុស្សដើរទៅត្រុកដល់ពេលដែលលឿនខ្លាំងពេកគាត់ថាគាត់ទទួលអត់បានទេគាត់ថាពេលហ្នឹងគឺគាត់ប្របាក់ចិត្តមែនតើហើយក៏គាត់នឹងបានសំណងមួយចំនួនដែរវាក្រាស់ក្រៅគួរសមដែរតែគេសងត្រឡប់មកវិញណាប៉ុន្តែអាសំណងមួយហ្នឹងគឺគាត់អត់ចង់បានទេប៉ុន្តែឥឡូវមនុស្សទៅបានហើយព្រោះយើងមិនចង់បានក៏វាពិបាកដែរអញ្ចឹងគាត់ថាពេលហ្នឹងក៏ធម្មតាទៅបនបប្តីរបស់គាត់ក៏ត្រូវបានបញ្ចប់គាត់ថាពេលហ្នឹងការគិតរបស់គាត់វាច្រើនមែនតើគាត់ដឹងថាត្រូវធ្វើម៉េចតើគាត់ហ្នឹងត្រូវត្រឡប់ទៅផ្ទះរបស់គាត់វិញឬមួយក៏យ៉ាងម៉េចហើយកូនពីរនាក់ហ្នឹងតើគាត់ចិញ្ចឹមតាមរបៀបណាអានេះអ្វីដែលសញ្ញាសួររត់ពេញក្បាលរបស់គាត់យកតែម្ដងនៅពេលដែលគាត់កំពុងតែពិបាកចិត្តគាត់ថាពេលហ្នឹងគាត់ឃើញឪពុករបស់គាត់ដើរចូលមកក្នុងបន្ទប់ហើយប្រាប់គាត់ថាមីអូនឯងមិនបាច់ទៅណាទេស្នាក់នៅនឹងហើយចាត់ទុកថាផ្ទះហ្នឹងគឺជាផ្ទះខ្លួនឯងទៅចោះមិនបាច់ទៅណាទេពាក្យមួយនេះគឺគាត់កក់ក្ដៅមែនតើទាំងដែលគាត់ពេលហ្នឹងតាល់តោលមែនតើអត់ដឹងថាត្រូវទៅណាទេព្រោះនៅពេលដែលអត់ប្តីរបស់គាត់អញ្ចឹងផ្ទះហ្នឹងមិនមែនជាកម្មសិទ្ធិឬក៏អីទេអញ្ចឹងគាត់ថាពេលហ្នឹងសប្បាយចិត្តតែគាត់អត់ដឹងថាត្រូវធ្វើម៉េចទៀតតាក់ទងជាមួយនឹងកូនព្រោះអាហារូបត្ថម្ភឬក៏លុយកាក់ដើម្បីទៅដោះគោទៅដល់អីហ្នឹងគឺវាអត់មានហើយការងាររបស់គាត់ក៏អត់ទៅទៀតពេលហ្នឹងឪពុកមេរបស់គាត់ហ្នឹងក៏ប្រាប់ថាមិនបាច់ទៅខ្វល់ទេនៅតែផ្ទះឲ្យស្ងៀមទៅពុកជាអ្នករកគាត់ថាពេលហ្នឹងសម្ដីចេញពីមាត់ឪពុករបស់គាត់ម៉ាត់យកតែម្ដងគាត់ថាពេលហ្នឹងគឺគាត់ប្រើជីវិតជាមួយនឹងឪពុកក្មេករបស់គាត់ហ្នឹងបានយូរឆ្នាំគួរសមអាដំបងដែលប្តីរបស់គាត់ទៅបាត់គាត់ថាពេលហ្នឹងឪពុកក្មេករបស់គាត់សម្រាប់នៅក្នុងបន្ទប់របស់គាត់ទេសម្រាប់នៅក្នុងបន្ទប់ព្រោះអីត្រូវមើលអាអូន
មើលអូនជុំគ្នាដូចប្តីប្រពន្ធចឹងគាត់ថាពេលនោះគឺគាត់ចាប់ផ្ដើមមានអារម្មណ៍ល្អជាមួយនឹងឪពុកក្មេករបស់គាត់មែនតើអានេះជាអារម្មណ៍ល្អមួយមិនមែនជាអារម្មណ៍ដែលគិតឪពុកអីណាព្រោះដូចខ្ញុំនិយាយខាងមុខចឹងគាត់ធ្លាប់ប្រៀបធៀបប្តីជាមួយនឹងឪពុកក្មេកគាត់ថាពេលនោះគាត់ចេះតែស្នាក់នៅនឹងទៅអញ្ចឹងអាទំនាក់ទំនងជាមួយនឹងឪពុកក្មេកជាមួយនឹងគាត់ហ្នឹងក៏ចេះតែស្អិតល្មួតទៅប៉ុន្តែមិនមែនជាស្អិតល្មួតរបៀបសង្សារឬក៏ប្តីប្រពន្ធទេរបៀបស្អិតល្មួតរបៀបឪពុកក្មេកនឹងកូនប្រសាណាគឺបែបហ្នឹងឯងគាត់ថាពេលដែលគាត់ចេញទៅខាងក្រៅម្ដងដែលគាត់ទៅផ្សារទៅអីណាគាត់លឺអ្នកផ្សារហ្នឹងចេះតែសួរធ្នមណាហើយចុះឯងមិននៅតែឲ្យក្មេកឯងហ្នឹងតែពីរអ្នកហ្នឹងអីហើយគិតតែមិនឥឡូវនេះអីចឹងសួរគាត់អីចឹងទៅប៉ុន្តែគាត់ប្រាប់ថាឪពុកក្មេករបស់គាត់អត់ឲ្យគាត់ទៅណាទេឲ្យនៅនឹងទៅនៅពេលដែលលឺពាក្យដឹងភ្លាមអ្នកដែលនៅផ្សារគេនិយាយផ្លែតហ្មងបើថាប្របាក់ខ្លាំងណាយកឲ្យក្មេកឯងធ្វើប្តីហ្មងទៅហ่าហើយគាត់ក៏មិនជាចាស់ប្រហែលដែរនៅពេលដែលលឺចាស់ដែលនៅផ្សារនេះនិយាយបែបហ្នឹងអារម្មណ៍ខឹងវាអត់មានសោះបើសិនជានិយាយទៅគាត់ថាបើសិនជាគាត់មិនពេញចិត្តបែរទៅជាខឹងហើយប៉ុន្តែនៅពេលដែលគាត់និយាយមកចាស់និយាយមកតើទៅជាមួយនឹងឪពុកក្មេករបស់គាត់បែរទៅជាអារម្មណ៍ល្អដូចជាអញញឹមលួចញឹមក្នុងចិត្តលួចញឹមចិត្តក្នុងចិត្តទៅវិញហើយមិនមែនតែម្នាក់ទេម្នាក់ពីរនាក់មកក៏នៅតែនិយាយពីដែរហ្នឹងថាបើពិបាកខ្លាំងយកឪពុកក្មេកធ្វើជាប្តីទៅព្រោះយ៉ាងហោចណាស់ក៏បានមើលថែគាត់ដែរនៅពេលដែលលឺបែបហ្នឹងភ្លាមគាត់ថាពេលហ្នឹងអារម្មណ៍របស់គាត់រឹតតែសប្បាយចិត្តទៅទៀតគាត់ថាពេលហ្នឹងគឺបើសិនជាគាត់ខ្លាចទៅជាប្រពន្ធរបស់ក្មេករបស់គាត់អាចមើលថែក្មេករបស់គាត់រហូតដល់ចាស់ប៉ុន្តែបើសិនជាគាត់នៅតែជាកូនប្រសាបែបហ្នឹងមិនយូរមិនឆាប់ទេគាត់នឹងដើរចេញថ្ងៃណាមួយមិនខានហើយគាត់ក៏ចង់តបស្នងសងគុណទៅលើឪពុកក្មេករបស់គាត់ដែរដែលបម្រើគាត់តាំងពីកូនទី1រហូតដល់កូនបន្ទាប់នេះគាត់ថាពេលហ្នឹងអារម្មណ៍ឬក៏គំនិតរបស់ចាស់ទាំងអស់ហ្នឹងវានៅក្នុងចិត្តរបស់គាត់អត់បាននិយាយរឿងរ៉ាវទាំងអស់ហ្នឹងទៅឪពុករបស់គាត់ទេគាត់របៀបបិទណាប៉ុន្តែថ្ងៃមួយឪពុកពេករបស់គាត់ក៏មកសម្រាប់នៅក្នុងបន្ទប់របស់គាត់ដូចមុនចឹងហើយនៅពេលដែលសម្រាប់ស្របពេលដែលកូនរបស់គាត់ក៏សម្រាប់ដូចគ្នាដែរពេលហ្នឹងឪពុករបស់គាត់អត់ទាន់គេងទេអង្គុយតែជែកគ្នាឬក៏តែជែកគ្នាលេងណាព្រោះក្មេងៗតាមម៉ោង8 9ហ្នឹងគេងលក់ហើយចាស់មិនងាយទេគាត់តែជែកគ្នាលេងទៅនៅពេលដែលតែជែកលេងគាត់ថាពេលហ្នឹងក៏នាំគ្នាចេញមកខាងក្រៅមកអង្គុយលេងនៅពេលដែលអង្គុយលេងគាត់ថាពេលហ្នឹងគាត់ក៏និយាយចុះនិយាយឡើងទៅគាត់ក៏សួរទៅឪពុកក្មេករបស់គាត់ថាឪពុកឯងអត់ចង់បានប្រពន្ធបន្តទៀតអីឬក៏យ៉ាងម៉េចពេលហ្នឹងឪពុកក្មេករបស់គាត់ក៏តបថាឲ្យគាត់ជឿហ្មងឥឡូវចៅឡើងពីទៅហើយទោះជាពីមុនអត់មានចៅក៏ខ្ញុំអត់ដឹងថាត្រូវយកអ្នកណាគេមកធ្វើប្រពន្ធដែរពួកខ្លាចគេធ្វើបាបកូនអីចឹងណាកូនរបស់គាត់ដែលស្លាប់ហ្នឹងណាហើយគាត់ខ្លាចតែពីណាពីណីមកខ្លាចរហូតចុងក្រោយគាត់នឹងនៅលឺតែម្នាក់ឯងបែបហ្នឹងហើយអ្វីដែលគាត់កាត់គេកាត់ខ្មាស់គាត់កូននិយាយហ៊ាននិយាយអារឿងដែលចាស់ប្រអាប់គាត់ហ្នឹងទៅឪពុកក្មេករបស់គាត់ថាពេលហ្នឹងគាត់ក៏សួរទៅឪពុកក្មេករបស់គាត់ថាចុះបើពុកឯងយកខ្ញុំធ្វើជាប្រពន្ធមិនដែរឪពុកក្មេករបស់គាត់គាត់លឺបែបហ្នឹងភ្លាមបើកភ្នែកធំមែអូននិយាយលេងអីនិយាយអីចឹងគាត់ថាពេលហ្នឹងឪពុកក្មេករបស់គាត់និយាយរបៀបញ័រមាត់ណាហើយគាត់ហ្នឹងក៏បញ្ជាក់ថាពុកខ្ញុំអត់បាននិយាយលេងជាមួយពុកឯងទេពុកឯងយកខ្ញុំធ្វើជាប្រពន្ធហ្មងទៅនៅពេលដែលឮគាត់និយាយដដែលហ្នឹងគាត់ថាពេលហ្នឹងគឺគាត់កាត់ខ្មាស់មែនតើប៉ុន្តែគាត់ត្រូវតែហ៊ាននិយាយរឿងហ្នឹងបើសិនជាគាត់អត់និយាយទេគាត់នឹងអាចមានវិបដិសារីថ្ងៃណាមួយអញ្ចឹងគាត់ថាពេលហ្នឹងគឺគាត់និយាយយកម្ដងនិយាយម្ដងជាពីរដងគាត់ថាពេលហ្នឹងឪពុករបស់គាត់ហ្នឹងក៏ប្រាប់គាត់ថាមិនបាច់គិតទេពុកគាត់តន់គិតទេចាំមើលសិនទៅគាត់ថាពេលហ្នឹងអារម្មណ៍ខ្មាស់របស់គាត់ចាប់ផ្ដើមចេញមកព្រោះនៅពេលដែលយើងសារភាពទៅស្រាប់តែគេនិយាយបែបហ្នឹងមកធ្វើឲ្យគាត់ហ្នឹងបបាអៀនអីចឹងទៅប៉ុន្តែអៀនរបស់គាត់ហ្នឹងក៏មិនជាបញ្ហាដែរគាត់ក៏ធម្មតាទៅហើយបំបីភ្លើគ្នាមកសម្រាប់នៅក្នុងបន្ទប់ដូចដើមចឹងប៉ុន្តែអាការសម្រាប់នៅក្នុងបន្ទប់របស់គាត់ដូចដើមនេះវាចាប់ផ្ដើមអៀនគ្នាទៅវិញទៅមកនៅពេលដែលកលេចមើលមុខគ្នាអៀនកលេចមើលមុខគ្នាអៀនចឹងទៅអញ្ចឹងរហូតដល់ព្រឹកឡើងមកដល់ឪពុករបស់គាត់ហ្នឹងគឺទៅធ្វើម្ហូបធ្វើអីចឹងធម្មតារហូតដល់រួចរាល់មកអង្គុយហូបជុំគ្នាទៅជែកគ្នាប៉ុន្តែនៅពេលដែលហូប
តែចេកគ្នាហ្នឹងភ្នែកគឺអត់ហ៊ានមើលគ្នាទេទម្លាក់មុខទឹកមុខចុះទាំងអស់គ្នារហូតបានបន្តិចទៅឪពុកមីរបស់គាត់ហ្នឹងក៏សុំចេញទៅខាងក្រៅគាត់ហ្នឹងក៏តាមហ្នឹងទៅគាត់ក៏មើលកូនពីរហ្នឹងទៅមើលធម្មតាអីចឹងទៅរហូតដល់ល្ងាចត្រឡប់មកវិញគាត់ថាពេលហ្នឹងគាត់បានធំក្លិនស្រាជាប់ជាមួយនឹងឪពុកមីរបស់គាត់ពេលហ្នឹងគាត់ក៏សួរថាពុកឯងហូបស្រាមែនឪពុកមីរបស់គាត់ក៏តបថាហ្នឹងហើយពុកហូបស្រាអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏រៀបចំបាយទឹកឲ្យឪពុកមីរបស់គាត់ហូបចឹងទៅគាត់ក៏អង្គុយហូបពីធម្មតាហូបរួចរាល់គាត់ថាពេលហ្នឹងក៏ឪពុកមីរបស់គាត់ទៅមុជទឹកមុជអីធម្មតាអីចឹងណាហើយថ្ងៃហ្នឹងក៏នៅតែមកសម្រាប់នៅក្នុងបន្ទប់របស់គាត់ដែរបានបន្តិចទៀតកូននោះគឺសម្រាប់លក់ហើយដេកលក់អស់អញ្ចឹងពួកគាត់ហ្នឹងក៏ចាប់ផ្ដើមទៅជែកគ្នាលេងចឹងទៅជែកចុះជែកឡើងឪពុកមីរបស់គាត់ហ្នឹងសួរគាត់ថារឿងដែលកូនឯងនិយាយពីម្សិលមិញតើវាជាការពិតឬក៏យ៉ាងម៉េចគាត់លើឪពុកមីរបស់គាត់និយាយបែបហ្នឹងគាត់ក៏តបវិញថាគាត់អត់មាននិយាយលេងទេគាត់ពិតជាចង់ឲ្យពុកឯងคล้ายទៅជាប្តីពិតមែនពេលដែលលើនិយាយអដែលបែបហ្នឹងព្រាមគាត់ថាពេលហ្នឹងឪពុកមីរបស់គាត់ហ្នឹងក៏សួរទៅគាត់បញ្ជាក់ដែរតែប្រកាសអត់ថាព្រមយកពុកធ្វើជាប្តីអ្វីដែលគាត់លឺបែបហ្នឹងព្រាមគាត់ចាប់ផ្ដើមសប្បាយចិត្តហើយលែងអៀនជាមួយនឹងឪពុកមីរបស់គាត់ហើយគាត់ក៏ចុះពីលើអាក្រែហ្នឹងអាក្រែគេងព្រោះឪពុករបស់គាត់សម្រាប់នៅខាងក្រោមចុះពីលើក្រែមកគេងនៅចិត្តឪពុករបស់គាត់គេងចិត្តឪពុកមីរបស់គាត់ហ្នឹងក៏អោបឪពុកមីរបស់គាត់ធម្មតាចឹងទៅគាត់ថាពេលហ្នឹងគាត់បានយករឿងរ៉ាវទាំងអស់ហ្នឹងឲ្យទៅប្រាប់ម្ដាយរបស់គាត់ម្ដាយរបស់គាត់រួមជាមួយនឹងអ្នកភូមិគឺអត់បានទៅជំទាស់អីទេបែរទៅជានាំគ្នាទៅសប្បាយចិត្តទៅវិញអ្វីដែលជាហេតុផលបកដាគឺហេតុផលមើលការខុសត្រូវគាត់នៅពេលចាស់ៗឡើងនៅពេលដែលគាត់នៅជាមួយនឹងឪពុកមីរបស់គាត់គាត់ថាពេលហ្នឹងឪពុកមីរបស់គាត់ក៏ពិតជាអាយុច្រើនក៏ពិតមែនប៉ុន្តែបើយើងនិយាយពីទំនាក់ទំនងប្តីប្រពន្ធវិញគាត់ថាពេលហ្នឹងគឺចង់ខ្លាំងជាងគ្រួសាររបស់គាត់ដែលស្លាប់ទៀតតែគ្រួសាររបស់គាត់ជាក្មេងណាមិនបានមកចំណិតនឹងឪពុកមីរបស់គាត់ទេអានេះអ្វីដែលគាត់ទទួលបានពីឪពុកមីរបស់គាត់ចុងក្រោយគាត់ក៏មានកូនម្នាក់ទៀតនៅក្នុងបន្ទុកដែរជាមួយនឹងឪពុកមីរបស់គាត់អញ្ចឹងវាពិបាកបន្តិចណាពិបាកត្រង់ថាកូនទី1នៅពិបាកបន្តិចពិបាកត្រង់ថាត្រូវហៅតាផងត្រូវហៅពុកផងវាពិបាកអញ្ចឹងប៉ុន្តែពួកគាត់ទម្លាប់ឲ្យគាត់ហ្នឹងហៅឪពុកអញ្ចឹងទៅពេលដែលគាត់ធំក្តឹងក្តីហៅបែបហ្នឹងទៅមិនឲ្យហៅរបៀបតារបៀបអីទេគឺហៅឪពុកអញ្ចឹងទៅគ្នាស៊ាំហើយរឿងហ្នឹងក៏បិទទៅហើយគាត់ថាពេលនោះគឺគាត់ប្រើជីវិតជាមួយនឹងឪពុកក្មេករបស់គាត់ហ្នឹងរហូតដល់ឪពុកក្មេករបស់គាត់យ៉ាងចាស់ដែរប៉ុន្តែគាត់នៅតែបន្តរស់នៅជាមួយនឹងគ្នាបានក្តីសុខយ៉ាងកូនរបស់គាត់ក៏ធំទៅហើយឪពុកក្មេករបស់គាត់ហ្នឹងក៏រៀងចំណាស់គាត់ក៏រៀងចាស់តិចដែរវ័យវាខុសគ្នាសឹងតែពាក់កណ្ដាលប៉ុន្តែគាត់ថាពេលនោះគឺឪពុកក្មេករបស់គាត់ដូចជាមិនចាស់អីណាទេមិនទ្រុឌទ្រោមអីទេនៅតែធម្មតាមានការងារធ្វើចិញ្ចឹមគាត់បានធម្មតាអីចឹងទៅហើយគាត់ថាពេលនោះជីវភាពមកល្អមកសមរម្យនឹងគេនឹងឯងដែរមិនជាអាក្រក់ពេកហើយក៏មិនជាល្អពេកដែរគាត់ថាពេលនោះគឺគាត់រស់ជាមួយនឹងឪពុកក្មេករបស់គាត់ណាដោយភាពកក់ក្ដៅទាំងផ្លូវចិត្តទាំងផ្លូវកាយទាំងផ្លូវអីផ្សេងគឺសប្បាយចិត្តទាំងអស់ដូចជាអត់ពិបាកអីទេនឹងឯងទាំងអស់គ្នារឿងរ៉ាវរបស់បងដានេះក៏មានតែប៉ុណ្្នឹងទេអរគុណមែនទែនសម្រាប់ការតាមដានស្ដាប់របស់បងប្អូនណាហើយជួបគ្នានឹងវីដេអូក្រោយៗទៀតបើសិនជាមានកំហុសខុសឆ្គងត្រង់កន្លែងណាអធិស្ឋានបងប្អូនណាហើយបើសិនជាបងប្អូនថាបងនិយាយដូចជាអត់ដូចលើកមុនអធិស្ឋានបងប្អូនលើកមុនហ្នឹងគឺត្រូវបានគេ remove channel មួយចោលបាត់ហើយបើសិនជានិយាយដូចលើកមុនណាអញ្ចឹងបងប្អូនអាចកាត់ចូលខ្លះជាងទៅណាអធិស្ឋានបងប្អូនព្រោះ channel មុនហ្នឹងក៏ត្រូវបានបិទហើយខ្ញុំក៏លុបវីដេអូនៅក្នុង channel នេះចោលដែរបើសិនជាខ្ញុំហ៊ានតែបន្តនៅការផុសវីដេអូទៀតច្បាស់ណាស់នឹងមានបញ្ហាដល់ channel ផ្សេងទៀតហើយព្រោះដោយសារតែ channel ដែលខ្ញុំធ្វើមួយហ្នឹងក៏ខ្ទេច channel របស់ខ្ញុំ3ទៅទៀតសិតតែ channel ដែលអាចរកលុយបានណាអញ្ចឹងការនិយាយស្ដីតាក់ទងជាមួយនឹងធ្វើ YouTube នេះប្រហែលជាអាចកម្រិតបន្តិចអញ្ចឹងសូមឲ្យបងប្អូនយោគយល់បន្តិចណាហើយមុននឹងបញ្ចប់វីដេអូក៏សូមចិត្តបងប្អូនជួយ Subscribe នៅ channel របស់ខ្ញុំម្នាក់មួយហើយជួយ like ជួយ share ម្នាក់មួយផងដើម្បីឲ្យបានគ្រប់គោលការណ៍នឹងគេអរគុណមែនទែនសម្រាប់ការតាមដានស្ដាប់របស់បងប្អូនទាំងអស់គ្នា
ហើយជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតបាយបាយ